មិនមែនអ្នកណាដែលញញឹមដាក់អ្នកសុទ្ធតែអាចចាត់ទុកជាមិត្តភក្តិទេចូលចងចាំប្រការនេះគេអាចចាប់ដៃអ្នកតែក្នុងចិត្តរបស់គេចង់ឲ្យអ្នកបរាជ័យគេអាចជូនពរអ្នកបានគ្រប់ពេលតែនៅក្រៅខ្នងអ្នកគេចង់ឲ្យអ្នកដួលរលំទៅវិញទេគេអាចនិយាយល្អពីអ្នកប៉ុន្តែនៅពេលដែលអ្នកជួបបញ្ហាអ្នកដែលដើរចាក់ចេញគឺរូបគេនោះឯងកុំឃើញគេធ្វើល្អចំពោះអ្នកវាតម្លៃថាជាសុទ្ធចិត្តគឺអ្នកយល់ខុសហើយលើលោកនេះពុំដូចជាការគិតរបស់អ្នកទេស្នាមញញឹមមិនប្រកាសថាចេញពីទឹកចិត្តបរិសុទ្ធឡើយប៉ុន្តែការស្ងៀមស្ងាត់ក៏អាចចាត់ទុកថាជាចម្លើយបានដែរសាររំលឹកឡើងវិញមកមើលនៅពេលដែលអ្នកជួបទុក្ខលំបាកតើអ្នកណាដែលនៅក្បែរអ្នកនៅពេលដែលអ្នកបរាជ័យតើមានអ្នកណាលូកដៃមកជួយអ្នកនៅពេលដែលអ្នកគ្មាននៅសល់អ្វីតើអ្នកណានៅរាប់អានអ្នកដូចជាថ្ងៃដំបូងមនុស្សស្មោះត្រង់មិនបានប្រឹងសម្ដែងតែបើមនុស្សវិវេខំប្រឹងធ្វើយ៉ាងណាឲ្យតែអ្នកជឿជាក់បើសិនជាអ្នកធ្លាប់អស់សង្ឃឹមនឹងអ្នកណាម្នាក់ចូលអ្នកកុំខ្វាយខ្វល់មិនមែនជាកំហុសរបស់អ្នកនៅពេលដែលជឿជាក់គេនោះទេវាគ្រាន់តែជាការដែលអ្នកផ្ញើក្តីសង្ឃឹមខុសមនុស្សតែប៉ុណ្ណោះ